អតីតមេដឹកនាំបកប្រឆាំងលោកសំរងស៊ីប្រមានថាលោកហ៊ុនសែននឹងប្រឈមមុខជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ International Criminal Court ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិពាក់ព័ន្ធទៅនឹងអំពើឧក្រិដ្ឋជាច្រើនដែលគាត់បានប្រព្រឹត្តតាំងពីអំឡុងទសវត្សរ៍ឆ្នាំ1980មកលោកសំរងស៊ីសរសេរនៅលើទំព័រ Facebook របស់ខ្លួននៅថ្ងៃនេះថាក្នុងផែនការក5អំឡុងឆ្នាំ1980ដែលលោកហ៊ុនសែនទទួលបញ្ជាពីវៀតណាមយកទៅអនុវត្តបានកេណ្ឌពលរដ្ឋខ្មែរឲ្យទៅស្លាប់រាប់ម៉ឺននាក់ជានិច្ចទៀតនៅក្នុងឆ្នាំ1997គាត់បានបញ្ជាឲ្យមនុស្សចំណិតខ្លួនឯងបោកគ្រាប់បែកនៅមុខរដ្ឋសភាជាតិដែលបណ្ដាលឲ្យស្លាប់និងរបួសមនុស្សរាប់រយនាក់នៅពេលនោះលោកសំរងស៊ីបន្តថាឆ្នាំ1997ដដែលនោះលោកហ៊ុនសែនក៏បានប្រកាសធ្វើរដ្ឋប្រហារនិងបានសម្លាប់កងទ័ពដែលស្មោះស្ម័គ្រនឹងគណៈបករាជានិយមហ៊ុនស៊ិនប៉ិចរាប់រយនាក់រហូតដល់អំឡុងឆ្នាំ2013និង2014លោកហ៊ុនសែនក៏បានជាប់ពាក់ព័ន្ធនៅក្នុងអំពើឃាតកម្មដែលបានបញ្ជាឲ្យបាញ់សម្លាប់ក្រុមបាតកោរាប់រយនាក់បន្ថែមទៀតដែរអតីតមេដឹកនាំបកប្រឆាំងរូបនេះអះអាងថាក្រៅពីអំពើដែលលោកបានរៀបរាប់នេះលោកហ៊ុនសែនក៏មានជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មក្រៅប្រព័ន្ធច្បាប់យ៉ាងឃោរឃៅជាច្រើនទៀតទៅលើសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថាននិងមនុស្សល្បីៗមួយចំនួនដូចជាអ្នកស្រីពិសិដ្ឋពីលីកាលោកជីវិជាបណ្ឌិតកែមលីលោកឈុតវុធីលោកកៅសមុទ្រលោកហុកឡុងឌីនិងលោកលឹមគឹមយ៉ាដែលទើបតែនឹងត្រូវបានសម្លាប់នៅដើមឆ្នាំ2025លោកសំរងស៊ីបញ្ជាក់ថាករណីឃាតកម្មសម្លាប់នឹងចាប់អ្នកតវ៉ាជាច្រើនអ្នកពាក់ព័ន្ធទៅនឹងការរឹបអូសយកដីធ្លីនិងការបំផ្លាញព្រៃឈើដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរទៅលើបរិស្ថាននិងការរស់នៅរបស់ពលរដ្ឋសុទ្ធសឹងតែជារឿងសំណុំរឿងដែលតុលាការ ICC ក៏ចាត់ទុកជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិមិនខុសពីបទឧក្រិដ្ឋសម្លាប់រង្គាលនិងប្រល័យពូជសាសន៍ឡើយលោកបញ្ជាក់ថាលោកហ៊ុនសែនត្រូវតែទទួលខុសត្រូវចំពោះអំពើឧក្រិដ្ឋដែលគាត់បានប្រព្រឹត្តជាង40ឆ្នាំមកនេះដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋខ្មែររងគ្រោះទាំងអស់ការប្រមានរបស់លោកសំរងស៊ីធ្វើឡើងស្របពេលដែលអតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ត្រូវបានឃាត់ខ្លួនពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកាលពីថ្ងៃទី11ខែមីនាតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ក្រោយពេលដែលលោកបានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងម៉ានីលប្រទេសហ្វីលីពីនតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនលោក Duterte ពីបទសង្ស័យក្នុងអំពើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញការសម្លាប់ជនសង្ស័យក្នុងអំពើជួញដូរគ្រឿងញៀនជាង 6000 នាក់ក្នុងពេលដែលលោកកាន់អំណាចជាប្រធានាធិបតីរបស់ប្រទេសហ្វីលីពីនកាលពីអំឡុងឆ្នាំ2016កន្លងទៅ